បុរសម្នាក់នេះលើកដៃរបស់គាត់ឡើងលើអស់រយៈពេល50ឆ្នាំដោយមិនមានគោលបំណងដាក់ចុះនោះឡើយដោយសារតែការលើកដៃឡើងលើអស់រយៈពេលយូរដូចនេះធ្វើឲ្យឈាមពុំអាចដឹកនាំសារជាតិចិញ្ចឹមទៅដល់ដៃហើយវាក៏បង្កឲ្យដៃរបស់គាត់ក្លាយទៅជាពិការភាពមិនអាចបាត់បែនបាននោះទេការធ្វើបែបនេះវាពិតជាធ្វើឲ្យគាត់មានការឈឺចាប់យ៉ាងខ្លាំងក្នុងរយៈពេល6ទៅ7ខែដំបូងរហូតដល់រយៈពេល2ឆ្នាំទើបគាត់មានអារម្មណ៍ថាលែងមានការឈឺចាប់ការដើមឡើយគាត់គឺជាមនុស្សធម្មតាដែលមានការងារជាបុគ្គលិកធនាគារមួយកន្លែងនៅក្នុងប្រទេសឥណ្ឌាតែមទាំងមានប្រពន្ធនិងកូន3នាក់ផងដែរថ្ងៃមួយគាត់បានចាប់ចិត្តទៅលើសាសនាឥណ្ឌូហើយគាត់ក៏បានសម្រេចចិត្តលះបង់នូវជីវិតផ្ទាល់ខ្លួនរបស់គាត់ដើម្បីបម្រើក្នុងគោលបំណងសាសនាគាត់ក៏ចាប់ផ្ដើមធ្វើអ្វីមួយដែលប្លែកខុសពីគេដើម្បីបញ្ជាក់អំពីទឹកចិត្តគោរពស្រឡាញ់ចំពោះព្រះជាម្ចាស់នោះគឺការលះបង់ដៃនិងការជិះចាប់របស់គាត់ដោយលើកដៃឡើងលើពុំព្រមដាក់ចុះសោះអស់រយៈពេលជាង50ឆ្នាំដោយសារឃើញទឹកចិត្តនិងការលះបង់របស់បុរសម្នាក់នេះអ្នកភូមិចាប់ផ្ដើមទទួលស្គាល់គាត់និងផ្ដល់ការគោរពចំពោះគាត់ហើយមានមនុស្សជាច្រើនតែងនាំយកនៅវត្ថុសក្ការៈផ្សេងៗមកបូជាដល់គាត់តាមរយៈការលះបង់របស់គាត់អាចឲ្យយើងរៀនបានថាប្រសិនបើយើងជឿជាក់លើអ្វីមួយច្បាស់លាស់ហើយយើងនៅតែបន្តអនុវត្តវានោះរឿងដែលយើងជឿជាក់នោះនឹងសម្រេចបាននៅក្នុងថ្ងៃណាមួយជាមិនខាន